ថៃកែសម្រួលទីតាំងកងទ័ពក្រោយអះអាងថាកម្ពុជាតម្រង់កាំណុងកំភ្លើងធំទៅព្រំដែនយោធាថៃកំពុងកែសម្រួលទីតាំងឈរជើងរបស់កងទ័ពបន្ទាប់ពីអះអាងថាកងកម្លាំងកម្ពុជាបានដាក់ទីតាំងកងទ័ពនិងតម្រង់កាំណុងកំភ្លើងធំឆ្ពោះទៅកាន់ទឹកដីថៃនៅតាមតំបន់សំខាន់មួយចំនួននៅជិតព្រំដែនអ្នកនាំពាក្យកងទ័ពថៃលោកឧត្តមសេនីយ៍តូវិនថៃស៊ូវ៉ារីកាលពីថ្ងៃទី14មិថុនាបានលើកឡើងថាកម្ពុជាបានដាក់ពង្រាយកម្លាំងយោធាតាមទីតាំងជាច្រើនព្រមទាំងអាវុធកាំភ្លើងធំខ្លះដែលមានសមត្ថភាពពីប្រហារក្នុងដែនអធិបតេយ្យរបស់ថៃការដាក់ពង្រាយនេះត្រូវបានគេរាយការណ៍ថានៅជិតតំបន់ចំនួននៃប្រាសាទដូនទួលនិងទីសក្ការៈសាទុំក្បែរនឹងភូមិស្រិលក្នុងឃុំសីថងឆៃស្រុកកុនថារ៉ាឡាខេត្តស៊ីសាកេតឧត្តមសេនីយ៍វិនថៃបានមានប្រសាសន៍ថានេះចាត់ទុកថាជាការគំរាមកំហែងសន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរកងទ័ពថៃកំពុងកែសម្រួលការដាក់ពង្រាយទ័ពជាបន្ទាន់ដើម្បីធានាឲ្យមានការឆ្លើយតបសមស្របនិងមានតុល្យភាពចំពោះស្ថានភាពវិវត្តចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងជុំវិញចំនួនព្រំដែនដរ៉ាំរ៉ៃរវាងប្រទេសថៃនិងកម្ពុជាតំបន់នេះត្រូវបានគេឃើញមានការផ្ទុះអាវុធជាពិសេសនៅជិតប្រាសាទប្រវត្តិសាស្ត្រដែលភាគីទាំងសងខាងទាមទារ